bên lại hơn lấy kia bọc này lao như nhầm mình xót xa trăm tháng ngày ní chưa ngày bao giờ ngay cùng địch tên là smoke smile cây cùng xe khlang pek alo mà cha ơi đã lên class trai lôi class chụp mặt cha cùng trăm ngày cõi bên lại hơn dance bật here chung khné chia lại chết bàn thu spa Hello ស្ដីអ្នកគ្នាខ្ញុំបាទដុល្លារខំតាឈ្មោះឡាប៊ីងចឹងថ្ងៃនឹងដៃប្រុសស្មោះឡានៅកញ្ញាណារីធ្វើទ្រីបទៅលេងក្នុងកលែនជុំគ្នាម្ដងមើលបាទធ្លាប់តែរដងយើងដើរលេងទៅតាមប្រាសាទចិត្តអីចឹងណាចឹងថ្ងៃហ្នឹងក៏សម្រាប់ចិត្តទៅលេងក្នុងកលែនដែរថ្ងៃហ្នឹង anniversary របស់ពួកយើងដើរលេងសប្បាយណាស់នៃម្ដងមើលចេញទ្រីបផ្លូវឆ្ងាយដែរបាទចេញដំណើរតាមម៉ោង9រំទៅដល់នឹងម៉ោងប៉ុន្មានទេតែមិនអីទេឲ្យតែបាននៅក្បែរសក់វែងទោះទៅម៉ោង12ថ្ងៃក៏មិនអីដែរបាទនៅតាមផ្លូវវារីកត្រជាក់ដែរពួកអីតំបន់គោអ្នកគ្នាដឹងថាជីកាត់តាមណាជីទៅកុំឲ្យជីកាត់ភូមិព្រះដាក់តែជីកាត់ភូមិព្រះដាក់គឺយើងឃើញមន់អាំងតំណងខ្លាំងមែនទេគឺយើងចុះទៅទិញមន់អាំងមួយដើម្បីទៅញ៉ាំជាមួយស្រីស្នេហ៍នៅក្នុងកលែនហើយយើងចំណាយទៅបន្តទៀតម៉ោង 10:30 នាទីពួកយើងក៏មកដល់ជើងភ្នំកលែនហើយពួកយើងចាំយូរទេពួកយើងក៏ចាប់ផ្ដើមឡើងតំងទៅបាទទិដ្ឋភាពទេសភាពនៅខាងលើភ្នំគឺស្រស់ស្អាតខ្លាំងមែនទែនអ្នកគ្នាខៀវខ្ចីហ្មងទូមានដីហុយប្រឡាកៅប្រឡាអីតិចតួចមែនប៉ុន្តែសប្បាយផ្លូវនៅលើហ្នឹងមានបេតុងមានដីហុយនិយាយទៅលាយឡំគ្នាប៉ុន្តែឡើងស្រួលបាទមិនអីទេប៉ុណ្ណឹងក៏សប្បាយចិត្តដែរ bây giờ bên lại hơn lúc lấy kia ពេលមកដល់លើភ្នំអ្នកគ្នាផ្លេចដូរលុយរីនឹងទិញផ្កាឈូកធូបទៀនដើម្បីទៅអុជធូបបនស្រន់សំសនុកសុខសប្បាយព្រោះនៅទីនេះជាតំបន់សាសន៍អញ្ចឹងហើយយើងកុំរំលងអីយើងត្រូវតែធ្វើតាមទំនៀមទម្លាប់ប្រពៃណីខ្មែររបស់យើងទៅបាទសូមសេចក្តីសុខសេចក្តីចម្រើនហើយបនសោតថ្មីនេះគឺពិតជាបាយជាខ្លាំងមែនទែនដែលបានមកភ្នំកលែនអ្នកគ្នាហើយបន្តមកពួកយើងក៏ចុះពីលើភ្នំទៅដើរលេងនៅទឹកធ្លាក់ហើយទឹកធ្លាក់ដែលខ្ញុំទៅនឹងគឺជាទឹកធ្លាក់3ជាន់នេះអ្នកគ្នាបាទខ្ញុំសូវដឹងច្បាស់ដែរបាទហើយជាន់ទី1គឺអត់សូវមានអ្នកលេងទេប៉ុន្តែជាន់ទី2ទឹករៀងខ្លាំងដែរហើយត្រជាក់ខ្លាំងមែនទែនអ្នកគ្នាតែនៅតែអ្នកលេងទី1ទី2ហ្នឹងគឺសម្រាប់មនុស្សចាស់ឬក៏ក្មេងៗទៅងត់ទៅមានសុវត្ថិភាពប៉ុន្តែខ្ញុំចង់ទៅមើលទី3នៅខាងក្រោមវិញឥឡូវយើងទៅមុននឹងទៅក្រោមខ្ញុំឲ្យសង្ស័យខ្ញុំបបិលខ្លួនមកជុំទៅដើម្បីយកកម្លាំងធាតុទៅលេងអ្នកគ្នាហើយនៅខាងក្រោមនេះទី3ហ្នឹងមកគឺស្រស់ស្អាតហ្មងអ្នកគ្នាអើយមើលទឹកឲ្យខ្ញុំចង់ចុះងូតតែប៉ុន្តែខ្ញុំឈៀលងូតដោយសារកន្លែងហ្នឹងមនុស្សច្រើនពេកខ្ញុំចង់ទៅឈៀលមើលកន្លែងទៀតមើលទឹកធ្លាក់អ្នកគ្នាអើយនៅតាបារាំងស្វីតដល់កនៅជាន់ទី3នេះគឺសម្បូរជនជាតិខ្លាំងមែនតើនេះឈិតប៊ីគីនីនិង six pack អីពេញហ្នឹងហើយបាទខ្ញុំមិនកើតទេពួកខ្ញុំក្មេងៗជួយចិត្តតែកន្លែងណា romantic ខ្ញុំក៏ទៅតំបន់មួយទៀតតំបន់ទី3នេះគឺរមណីយដ្ឋានអូពីមលើនិងអូខ្លាឃ្មុំបាទអ្នកសញ្ញទីតែអូនឆ្លាញ់បងបងណាឆ្លាញ់អូនដូចគ្នាអូនរីនេះងាប់ផ្លូវចូលមកអូខ្លាឃ្មុំនេះគឺសម្បូរទៅដើមស្វាយចន្ទីខ្លាំងមែនតើហើយចូលមិនបានប្រហែលក៏យើងមកដល់កន្លែងអូខ្លាឃ្មុំហើយបាទមានគូគេមកដែរអញ្ចឹងណាមកគេស្ដាប់ទឹកអូទឹកហូរទឹកអីអញ្ចឹងណាត្រជាក់ខ្លាំងមែនតើនៅតាមហ្នឹងហើយខ្ញុំក៏រៀបចំញ៉ាំបាយហើយដោយសារឃ្លានហើយអ្នកគ្នាថ្ងៃចុងម៉ោង1ហើយពេលហ្នឹងអូឥឡូវយើងញ៉ាំបាយបញ្ចប់គ្នាអីសិនស្វីតបន្តិចមើលអស់ម៉ានលុយហើយចាំយើងដាក់បត់ចំរៀងរោដើខ្យល់បងការីស្រោមបំប្រងដោយសារតែសម្លេងទឹកហូរធ្វើឲ្យខ្ញុំធ្ងន់ធ្ងរបបួរសង្សារចុះទៅលេងទឹកសិនតបយើងបានងូតទឹកអស់រយៈពេលជាងកន្លះម៉ោងយើងក៏ប្រពូគ្នាទៅផ្ទះភាសារងាចណាស់ហើយអ្នកគ្នាខ្ញុំក៏បានបួសង្សារខ្ញុំទៅផ្ទះហើយខ្ញុំចុះទៅវិញនឹងចុះទៅតាមផ្លូវថ្មីឥឡូវអើយឡើងមកវិញអ្នកគ្នាភាសាលងាពេកមកតិចអីបងអ្នកគ្នាទឹកនេះឥឡូវយើងធ្វើការរៀបអីវ៉ាន់ប៉ុន្តែពេលខ្ញុំចុះទៅខ្ញុំអត់ចុះកន្លែងផ្លូវខ្ញុំឡើងមកថ្ងៃមិញទេខ្ញុំចុះតែផ្លូវមួយទៀតទេនិយាយថាផ្លូវចុះមកហ្នឹងគឺញាក់សាច់ហ្មងបងប្អូនទាំងអស់គ្នាអើយបាទផ្លូវនេះគឺផ្លូវចុះទៅដល់ស្វាយលើបាទហើយមើលទេសភាពហើយជាមួយនឹងផ្លូវមកញាក់សាហាវហ្មងណាឲ្យ10 លើ 10ហ្មង
សំខាន់ចោតខ្លាំងហ្មងអ្នកគ្នាពេលហ្នឹងយើងចោះត្រូវអោមហ្វ្រាំងផងដើម្បីឲ្យមានសុវត្ថិភាពហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូក្រោយទៀតបាយអ្នកគ្នាចំពោះនេះសំណាងល្អពីខ្ញុំឡា Big Ba ចប់